អ្នកអាចមានទូជពងដែលមានគុណភាពល្អទុកប្រើក្នុងគេហដ្ឋានរបស់អ្នកដើម្បីសុខភាពល្អរបស់លោកអ្នកគ្រាន់តែអ្នកដាក់ឱសថរុក្ខជាតិដែលអ្នកពេញចិត្តទៅក្នុងឆ្នាំងឆ្ពង់បើកកម្ដៅតម្រូវតាមចំណូលចិត្តអង្គុយក្នុងទូជពងមើលទូរទស្សន៍អានកាសែតមើលសៀវភៅឬស្ដាប់ចម្រៀងដែលលោកអ្នកពេញចិត្តចំហាយទឹកក្តៅជំរុញឲ្យឱសថជ្រួតជ្រាបទៅក្នុងស្បែកមួយរំពេចផ្ដល់នូវក្លិនស្រាលស្រទន់ក្រអូបដូចធម្មជាតិគ្រាន់តែអ្នកចំណាយពេលត្រឹមតែ10នាទីទៅ20នាទីតែប៉ុណ្ណោះទូជពងចំហាយទឹកនឹងអាចផ្ដល់ឲ្យលោកអ្នកមានសុខភាពល្អក្លិនក្រអូបរបស់ផ្កាឬក្លិនផ្លែឈើនីមួយៗដូចជាបល័យក្រូចឆ្មាក្រូចសើចល្មៀតស្លឹកគ្រៃនិងផ្លែប៉ោមជាដើមតែផ្ដល់នូវជីវជាតិឲ្យស្បែកស្អាតស្រស់ថ្លាថែទាំស្បែកឲ្យស្រស់រលោងផូរផង់មានគម្របខាងលើដើម្បីប្រើប្រាស់ក្នុងការថែរក្សាស្បែកមុខនិងសក់ចំហាយទឹកធ្វើឲ្យជ្រួតជ្រាបចូលទៅក្នុងស្បែកយ៉ាងឆាប់រហ័សមានថាសជ័រជាតម្រង់យកទឹកដើម្បីស្រួលក្នុងការសម្អាតមានកូនកៅអីសម្រាប់អង្គុយនៅពេលឆ្ពង់មានឆ្នាំងតាំងទុកនៅខាងក្រៅដើម្បីជៀសវាងគ្រោះថ្នាក់ក្នុងការរលាកទឹកក្តៅទូឆ្ពង់ចំហាយទឹកផ្ដល់នូវអ្វីៗគ្រប់យ៉ាងក្នុងការប្រើប្រាស់ហើយងាយស្រួលក្នុងការទុកដាក់នេះគឺជាឱកាសចំពោះអស់លោកដែលមានបំណងជាវទូឆ្ពង់ចំហាយទឹកក្នុងថ្ងៃនេះបាទជំរាបសួរអរលោកអ្នកនាងទូរទស្សនិកជនជាទីមេត្រីបាទខ្ញុំបាទមូហាម៉ាត់ស្ម៉ាអែលនិងខ្ញុំចេនីថ្ងៃនេះថ្ងៃសៅរ៍បានវិលមកជួបបងប្អូនយើងសាជាថ្មីទៀតហើយបាទថ្ងៃនេះគឺជាថ្ងៃសៅរ៍ទី7វិច្ឆិកាគ្រិស្តសករាជ2009ចាត្រូវនឹងថ្ងៃ500ខែកដិកពុទ្ធសករាជ2553ត្រូវនឹងឆ្នាំឆ្លូវបាទគេថាវិលចាស់វិលឡើងគេថាយើងដល់រដូវត្រជាក់មកទៀតហើយគេថារដូវខែកដិកនៅប្រទេសកម្ពុជាយើងក៏ត្រជាក់ដែរចាហើយក៏ស្រុកនៅសហរដ្ឋអាមេរិកយើងនេះក៏រដូវត្រជាក់ហ្នឹងក៏កាន់តែខិតចូលមកដល់បាទគេថាភ្លេចយើងមួយឆ្នាំលឿនណាចាគេថាមួយខែដូចលឿនណាឥឡូវថាភ្លេចមួយខែឥឡូវយើងចូលដល់ខែត្រជាក់មិនថានៅក្នុងស្រុកឬក៏នៅយើងនៅសហរដ្ឋនេះទេគេថាចូលដល់ខែត្រជាក់ដូចគ្នាបាទពីមួយសប្តាហ៍ទៅមួយសប្តាហ៍បាទតែយើងបានឆ្លងកាត់ពីសប្តាហ៍មុនបានមកជួបគ្នាជាថ្មីម្ដងទៀតនៅសប្តាហ៍នេះហើយសង្ឃឹមថាបងប្អូនយើងបាទអស់លោកស្រីលោកពូលោកមីងនិងប្រិយមិត្តទូរទស្សនិកជនជាគ្រប់មជ្ឈដ្ឋានបាទបានសុខសប្បាយទាំងអស់គ្នាបាទដូច្នេះថ្ងៃនេះខ្ញុំសូមជូនព័ត៌មានត្រួសបាទព័ត៌មានត្រួសដែលយើងបានដកស្រង់មកពីប្រទេសកម្ពុជាយើងតាមរយៈទូរទស្សន៍កម្ពុជានិងទូរទស្សន៍បបយ័នដូចជាបញ្ហាដូចជាព្រឹត្តិការណ៍ថ្មីសំខាន់នៃការឡើងនៅប្រទេសកម្ពុជាយើងបាទទី1បាទសម្ដេចព្រះមហាក្សត្រព្រះបរមនាថសីហមុនីបាទទ្រង់បានយាងជាព្រះរាជអធិបតីដល់ពងខ្ពស់ក្នុងព្រះរាជពិធីសម្ពោធមន្ទីរពេទ្យជ័យវរ្ម័នទី7នៅខេត្តសៀមរាបបាទអង្គារថ្មីនេះគឺជាអគារវះកាត់បំពាក់ទៅដោយគ្រឿងឧបករណ៍ដោយប្រកបទៅដោយបច្ចេកវិទ្យានិងវិទ្យាសាស្ត្រដ៏ទំនើបបាទតិចទៀតនៅពេលយើងព្រែកនឹងយើងនឹងចាក់ផ្សាយជូនពីរូបភាពខ្លះពីព័ត៌មាននេះបន្តទៅទៀតនេះក៏យើងមានព័ត៌មានថែមទៅទៀតគឺថាខាងរាជអគ្គរដ្ឋទូតបាទអគ្គរដ្ឋទូតទាំងសងខាងបាទទាំងប្រទេសថៃនិងប្រទេសជិតខាងយើងកម្ពុជាយើងគេថាយើងមានការគេថាប៉ះពាល់ខាងនយោបាយបន្តិចបាទដូច្នេះហើយគេថាខាងប្រទេសថៃគេដកខាងឯកអគ្គរដ្ឋទូតគេទៅប្រទេសគេវិញហើយខាងប្រទេសកម្ពុជាយើងក៏បានបាទហៅបាទដកឯកអគ្គរដ្ឋទូតប្រចាំនៅបាងកកនេះទៅប្រទេសកម្ពុជាវិញដែរបាទខ្ញុំសូមជូនព័ត៌មានសូមអានព័ត៌មានខ្លីៗបន្ទាប់ពី break time បាទថ្ងៃនេះហើយក៏យើងក៏មិនភ្លេចដែរកាលពីចំនួនម៉ោងជានេះចំនេះព្រឹត្តិការណ៍អ្វីដែលថាធំជាងគេនៅប្រទេសកម្ពុជាយើងកាលពីទឹកមុនបាទទឹកមុនចាប់ពីថ្ងៃ1វិច្ឆិកាទៅដល់ថ្ងៃ3វិច្ឆិកាមិនចាំបានទេបនអ៊ំទូកបាទគេថាបនអ៊ំទូកបាទបនអ៊ំទូក
អំបុកសំពះប្រខែបាទចាប់ពីថ្ងៃទី1វិច្ឆិការហូតដល់ថ្ងៃទី3វិច្ឆិកាឆ្នាំ2009